ការផ្សព្វផ្សាយរបស់សារព័ត៌មាន American News ដែលបានចោទប្រកាន់ថាកម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងចំនួនព្រំដែនកម្ពុជាថៃក្រសួងការពារជាតិកម្ពុជាសូមទួតចោលនៅខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះនិងសូមអះអាងថាជាព័ត៌មានភូតកុហកនិងជាព័ត៌មានប្រឌិតคล้ายៗនិងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះកម្ពុជាទាមទារឲ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តាសាហាវមកលើកម្ពុជាខេត្តព្រះវិហារឧត្តរមានជ័យពោធិ៍សាត់ក៏ដៅដូចគ្នាដែរគិតត្រឹមម៉ោង11ព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះការប្រយុទ្ធគ្នានៅព្រំដែនកាន់តែក្តៅខ្លាំងនៅគ្រប់សមរភូមិទាំងពោធិ៍សាត់បន្ទាយមានជ័យឧត្តរមានជ័យនិងខេត្តព្រះវិហារបើតាមកងទ័ពកម្ពុជានៅជួរមុខបានដឹងថាគិតត្រឹមម៉ោង11ថ្ងៃត្រង់នេះច្រកបឹងត្រកួនជោគជ័យនិងព្រៃច័ន្ទកងកម្លាំងចាប់ផ្ដើមប្រយុទ្ធជើងទល់នឹងខ្មៅជើងអមជាមួយនឹងកងរថក្រាបផងដោយឡែកនៅខេត្តពោធិ៍សាត់ចំណុចអូភ្លុកដារីក៏ប៉ះដោយខ្មៅជើងដូចគ្នានៅខេត្តព្រះវិហារនេះវិញប្រភពពីកងទ័ពបានបញ្ជាក់ថានៅម៉ោង12ថ្ងៃត្រង់នេះថានៅអានិសេសសម្បុកមុំនិងទល់មុខប្រាសាទព្រះវិហារក៏ប្រយុទ្ធគ្នាយ៉ាងសាហាវដែរនៅឧត្តរមានជ័យអាអ្នកវិញក៏ស្ថានភាពមិនខុសគ្នាដែរដូច្នេះគ្រប់សមរភូមិតាមព្រំដែនខេត្តចំនួន4ការប្រយុទ្ធគ្នាមិនទាន់ថមថយទេថែមទាំងឡើងកម្ដៅជាងថ្ងៃម្សិលមិញថែមទៀតផងថាំបញ្ជាក់ជាថ្មីនឹងទូរស័ព្ទមកមេដឹកនាំទាំងទីនៅថ្ងៃនេះដើម្បីបញ្ចប់សង្គ្រាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងជាថ្មីថាលោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជាថៃគឺសម្ដេចតេយ្យហ៊ុនម៉ាណែតនិងលោកអនុទីនដើម្បីបញ្ចប់ការប្រយុទ្ធគ្នាបន្ទាយមាត់មួយនៅតាមព្រំដែនការសន្យានេះបន្ទាប់ពីលោកប្រធានាធិបតីខកខានមិនបានតាក់ទងកាលពីថ្ងៃម្សិលមិញនេះបើយោងតាមការដកស្រង់សម្ដីលោកត្រាំលើបណ្ដាញព័ត៌មានធំៗនៅលើពិភពលោកបើតាមបណ្ដាញព័ត៌មានទាំងនោះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកត្រាំបានប្រើពាក្យថាថ្ងៃស្អែកខ្ញុំនឹងត្រូវទូរស័ព្ទទៅមេដឹកនាំប្រទេសទាំងពីរកម្ពុជាថៃលោកប្រធានាធិបតីបាននិយាយបន្តទៀតថាគម្រោងតាក់ទងមេដឹកនាំថៃនិងកម្ពុជានេះគឺបន្ទាប់ពីលោកមើលឃើញថាការប្រយុទ្ធគ្នាកាន់តែក្តៅទៅបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបានដួលរលំលោកត្រាំបានអះអាងដែរថាលោកនឹងព្យាយាមបញ្ចប់ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរឲ្យបានប្រសើរព្រះវិហារកំពុងរំផ្លាញកាន់តែខ្លាំងជាលើកទី2ដោយសារក្របផ្លោងសៀមប្រាសាទព្រះវិហាររបស់កម្ពុជាដែលត្រូវបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកទៅហើយនោះកំពុងរងការបំផ្លិចបំផ្លាញជាថ្មីទៀតដោយសារក្របកំភ្លើងផ្លោងទាហានសៀមឈ្លានពានទន្ទឹមនឹងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរថែមទៀតនេះអង្គការ UNESCO បានចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនិងអំពាវនាវឲ្យមានការពារជាបន្ទាត់នៅគ្រប់ទម្រង់ជាមួយគ្នានោះអង្គការ UNESCO ក៏បានឲ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិសម្រាប់ការពារទ្រព្យសម្បត្តិវប្បធម៌ពិភពលោក UNESCO ក៏ត្រៀមខ្លួនរួចហើយក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីធានាការពារសម្បត្តិបាត់បេតិកភណ្ឌវប្បធម៌នេះជនស៊ីវិលស្លាប់កោនដល់10នាក់និងរបួស60នាក់ដោយសារ5ថ្ងៃនៅព្រំដែនគិតត្រឹមព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះការចំលោះយោធាថៃនៅថ្ងៃទី11ខែធ្នូឆ្នាំ2025បានបង្ហាញគម្រោងពង្រីកភូមិសាស្ត្រយុទ្ធជាមួយកម្ពុជាទៅដល់តាមបណ្ដោយព្រំដែនខេត្តរបស់ថៃមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់និងកោះកុងរបស់ប្រទេសកម្ពុជានៅក្នុងការជូនដំណឹងជាសាធារណៈជាបន្តមួយដាក់ចេញផ្សាយតាមរយៈវិទ្យុរដ្ឋប្រចាំខេត្តត្រាតនៅម៉ោង 7:30 នាទីថ្ងៃទី11ខែធ្នូអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តត្រាតបានប្រាប់ជនស៊ីវិលនៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជាទាំងអស់ឲ្យចាកចេញពីតំបន់ជួរខណៈដែលកងកម្លាំងថៃកំពុងរៀបចំប្រតិបត្តិការប្រយុទ្ធកាន់តែទូលាយការជូនដំណឹងនេះក៏បានប្រាប់ប្រជាជនថៃកុំឲ្យប្រើប្រាស់ទូរស័ព្ទនៅជិតខ្សែចំនួនដើម្បីបញ្ជាកម្ពុជាចាប់សញ្ញាបានកាលពីថ្ងៃ9ខែធ្នូថៃបានបង្ហាញពីការត្រៀមនាវាល្បាតមានបំពាក់អាវុធដើម្បីជួយគាំទ្រប្រតិបត្តិការជើងគោកនៅក្នុងខេត្តសេចក្តីប្រកាសរបស់ថៃបង្ហាញថាថៃប្រងើយកណ្ដោយនឹងសំណាអង្គអន្តរជាតិឲ្យបន្ថយភាពតានតឹងនិងវិលរកិច្ចសន្តានាមិនត្រឹមតែប៉ុណ្ណោះយោធាថៃគិតមកដល់ថ្ងៃទី11ខែធ្នូនៅតែបន្តសម្រុកវាយប្រហារកម្ពុជាដោយប្រើយន្តហោះចម្បាំង drone ទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងនេះបើយោងទៅតាមក្រសួងការពារជាតិ នៅព្រឹកម៉ោង 10 ថ្ងៃទី 11 ខែធ្នូ
ក្រសួងការពារជាតិបានដឹងថាថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅក្នុងតំបន់អូភ្លុកដំរីខេត្តពោធិ៍សាត់ប៉ុន្តែมันមានការជូនដំណឹងពីការប្រែប្រួលនៃសភាពការយ៉ាងម៉េចទៅហើយបែបអន់ចង់ខ្លះហើយមើលទៅ BM21 កម្ពុជាដាក់មកប្រាយមុននេះបន្តិចថៃព្រមទទួលយកការពិតហើយថាងប់9នាក់របួស100មកផ្ស៊ីអ្នកតែសូមបញ្ជាក់តាមត្រង់ថាមិនមែនប៉ុណ្ណេះទេងាប់ច្រើនជាងនេះទៅទៀតអនុញ្ញាតជំរាបសួរបងប្អូនជនរួមជាតិជាទីស្នេហាបន្តទៅនេះខ្ញុំបាទសូមធ្វើការអាប់ដេតជូននៅព័ត៌មានទាន់ហេតុការណ៍អំពីស្ថានភាពនៅសមរភូមិមុគុមកំពុងតែក្តៅគិតត្រឹមពីរសៀលនេះទីតាំងច្រកបឹងត្រកួនដែលបាននឹងកំពុងតែក្តៅគុកតាំងពីម្សិលមិញម្លេះរហូតមកទល់ពេលនេះនារសៀលថ្ងៃទី11ខែធ្នូឆ្នាំ2025យោធាកម្ពុជាបានកាន់កាប់វិញ 100% ហើយក្រោយពេលអធិរាជ B21 របស់កម្ពុជាស៊ីក្បាលរបស់យោធាថៃចំនួនរាប់រយនាក់ប៉ុន្តែបើទោះបីជាមានការឆ្លើយតបរបស់យោធាកម្ពុជាយ៉ាងណាក្តីសកម្មភាពនៃការបាញ់ប្រហាររបស់យោធាសៀមមិនទាន់ត្រូវបានបញ្ឈប់ទេព្រឹកមិញនេះនាម៉ោង11ខែទី11ខែធ្នូឆ្នាំ2025ព្រៃបន្ទរិក B21 របស់កម្ពុជាបានរ៉េបទៅដល់យោធាចៅសៀមមួយសន្ទុះក្រោយមកគេឃើញមានប្រតិបត្តិការដ្រូនរបស់សៀមចាប់ផ្ដើមឆ្វេងចុះឆ្វេងឡើងរំពេចមកក៏មានការប្លង់ពីភីគីសៀមបន្ថែមទៀតខណៈពេលនោះយោធាកម្ពុជាបានបន្តឈរជើងយ៉ាងរឹងមាំនិងការពារយ៉ាងមុងម៉ាត់មកចត់ផងដែរដែលការបាញ់ប្លង់របស់សៀមនោះមិនបានបង្កគ្រោះថ្នាក់ទៅដល់យោធារបស់កម្ពុជាឡើយខណៈពេលដែលការបាញ់ប្លង់របស់យោធាសៀមចេះតែបន្តកើតឡើងជាបន្តបន្ទាប់ B21 របស់កម្ពុជាបានចាប់ផ្ដើមចេញដំណើរម្ដងទៀតហើយក្រោយមកសៀមក៏ធ្វើការសងវិញភ្លាមខណៈពេលដែលសងវិញទៅមកគេសង្កេតឃើញថាយោធាកម្ពុជាកំពុងតែមានប្រៀបលើយោធាចៅសៀមហើយបងប្អូនយើងឃើញថាស្ថានភាពនៅព្រំដែនយោធាកម្ពុជាពិតជាមានប្រៀបខ្លាំងមែនទែនខណៈពេលដែលអំណាច BM21 នៅតែមានសមត្ថភាពខ្ពស់អាចក៏កម្ចាត់ចោលសៀមចេញពីទឹកដីគ្រប់ពេលនៃការបាញ់ចេញហើយមកទល់ពេលនេះបងអូនមិនទាន់ស្ងាត់ទេខណៈពេលដែលយោធានៅតែបន្តបាញ់ប្លង់ពីចម្ងាយធ្លាក់មកចូលលើទឹកដីដដែលអធិបតេយ្យភាពរបស់កម្ពុជាប៉ុន្តែសមត្ថភាពរបស់វីរៈកងទ័ពយើងនៅតែបន្តការពារយ៉ាងរឹងមាំដដែលជាក់ស្ដែងអំបញ្ញមិញនេះទំហំនៃការវាយប្រហាររបស់យោធាសៀមបានបន្តកើនឡើងជាលំដាប់ប៉ុន្តែទើបតែមកអំបញ្ញមិញនេះទេបងប្អូនមានអីកម្ពុជាសងភ្លាមឥឡូវនេះស្ងាត់ឲ្យជ្រាបតែម្ដងបងប្អូននេះបើយោងតាមកាសែតផ្លូវការរបស់កម្ពុជាធំមួយចំនួនសូមបងប្អូនជ្រាបជាព័ត៌មានយើងកំពុងតែមានប្រៀបណាបងប្អូនចូលរួមអបអរសាទរផងបងប្អូនជនជាតិខ្មែរមេត្តានាំគ្នាសាមគ្គីភាពបងរួបបង្រួមដើម្បីស្មារតីជួយលើកតម្កើងនៅវិស័យយោធារបស់កម្ពុជាទាហានកម្ពុជាវីរៈកងទ័ពរបស់កម្ពុជាពិតជាមានសមត្ថភាពនិងភាពអង់ក្លាហានលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីបុព្វហេតុដើម្បីសេចក្តីសុខសាន្តបានរបស់បងប្អូនប្រជាជនកម្ពុជានៅទូទាំងប្រទេសបោះផាយតាមរយៈរបបការបងប្អូនដែលនៅតាមព្រំដែនបានបញ្ជាក់សារជាថ្មីទៀតឲ្យឃើញថាកងទ័ពថៃធ្វើការដកថយស្ទើរតែគ្រប់សមរភូមិប្រយុទ្ធទៅហើយដែលក្នុងន័យនេះគេហៅថាទាហានបាក់ទ័ពការបាក់ទ័ពនេះបានធ្វើឲ្យយោធាសៀមដែលស្ទើរភ្លើងនោះរាកអចរៈមិនហ៊ានចូលដែលវាផ្ទុយស្រឡះពីយោធាកម្ពុជាដែលបានរក្សានូវភាពអង់អាចក្លាហាននិងស្មារតីប្រយុទ្ធមិនចោះចាញ់បងប្អូនអើយខ្ញុំសូមជម្រាបជូនបងប្អូនបន្តិចចុះខ្ញុំសឹងតែមិនហ៊ាននិយាយពេលដែលខ្ញុំឮសូរព័ត៌មាននេះពីព្រោះថាវារន្ធត់ខ្លាំងពេកនៅប៉ុន្មានម៉ោងនេះយើងឃើញមាន account Facebook បងប្អូនមួយចំនួនក្រៅផ្លូវការដែលខ្ញុំមិនទាន់សន្មត់ថាជាព័ត៌មានពិតឬក៏មិនពិតទេប៉ុន្តែវានៅតែបង្ហាញអំពីក្តីភាពនិងការលះបង់ពលីមួយដ៏ធំធេងបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូលបងប្អូនប្រហែលជាបានដឹងហើយនៅតាមបណ្ដាញសង្គម Facebook នោះថាយោធារបស់កម្ពុជាយើងម្នាក់អបគ្របបែកលួនចូលទៅកាន់ទីនឋានរបស់យោធាសៀមជីវិតម្នាក់បដូរនិង15នាក់ស្ដាប់ទៅវាខ្ទេចខ្ទាំបេះដូងអស់ហើយបងប្អូនប៉ុន្តែការលះបង់មួយនេះបងប្អូនជនរួមជាតិខ្មែរត្រូវតែចងចាំជានិច្ចនៅវីរភាពក្លាហានដែលលោកបានពាក់ជីវិតដើម្បីសន្តិភាពរបស់ប្រជាជាតិកម្ពុជាយើងប្អូនកុមារកុមារីកូនក្មួយទាំងឡាយឲ្យកូនក្មួយឃើញទេនេះហើយពាក្យថាជាតិវាមានតម្លៃខ្លាំងណាស់សម្រាប់យើង0426យើងទាំងអស់គ្នាសម្រាប់ជាតិខ្មែរយើងទាំងមូលទ្រព្យសម្បត្តិលុយកាក់បាត់ហើយអាចរកមកវិញបានអាយុជីវិតស្លាប់ទៅតាមការកំណត់នៃព្រហ្មលិខិតរបស់ធម្មជាតិ
ប៉ុន្តែទឹកដីរបស់យើងប្រសិនបើបាត់បង់ហើយគឺមិនងាយនឹងអាចត្រឡប់មកវិញបានទេសូមកូនខ្មែរចូលចងចាំនិងយកវីរភាពដ៏ក្លាហានរបស់វីរៈកងទ័ពកម្ពុជាយើងមកទុកនៅក្នុងដួងចិត្តរហូតទៅដល់ថ្ងៃស្លាប់រួមជាមួយគ្នានឹងការបង្កើតនូវសមត្ថភាពចំនៃការអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើនឲ្យមានភាពរឹងមាំជាកម្លាំងការពារនិងចលករដ៏សំខាន់សម្រាប់ប្រទេសជាតិយើងទាំងមូលនាថ្ងៃអនាគតបាទបងប្អូនសូមអរគុណដល់បងប្អូនដែលបានចំណាយពេលវេលានៅក្នុងការស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំពិតជាមានសេចក្តីមោទនភាពជាទីបំផុតសម្រាប់ការលះបង់របស់វីរៈកងទ័ពរបស់យើងហើយក៏សូមអរគុណទៅដល់បងប្អូនសប្បុរសជនទាំងជិតនិងឆ្ងាយទាំងក្នុងនិងក្រៅប្រទេសដែលលោកបាននិងកំពុងតែផ្ដល់នូវជំនួយគ្រប់បែបយ៉ាងទាំងអស់ទៅលើជននិងវីរៈកងទ័ពយើងនៅតាមព្រំដែនដែលពួកលោកកំពុងតែបដូរជីវិតនៅក្នុងសមរភូមិយ៉ាងណាក៏ដោយបងប្អូនសង្គ្រាមការវាយប្រហារឈ្លានពានរបស់យោធាសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះមិនទាន់បានឈប់ទេអញ្ចឹងសូមអំពាវនាវឲ្យបងប្អូនសុរសិជនក៏ដូចជាប្រជាជនខ្មែរទាំងអស់មេដាយកចិត្តទុកដាក់ទៅលើបញ្ហាជាតិជាចម្បងយើងរួបរวมគ្នាបន្ថែមទៀតដើម្បីប្រយោជន៍របស់ជាតិយើងទាំងមូលហើយឆ្លៀតក្នុងឱកាសនេះដែលខ្ញុំសូមឆ្ថៃនោះកុំជឿពួកវាពេកបងប្អូនវាកុហកបោកប្រាស់ដើម្បីទម្លាក់កំហុសមកលើភាគីកម្ពុជាតែប៉ុណ្ណោះសូមបងប្អូនតាមដានពរមានផ្លូវការរបស់កម្ពុជាយើងមានក្រសួងការពារជាតិជាដើមហើយពាក់ព័ន្ធជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិដែលនិយាយបំភ្លឺការពិតបំភ្លៃនៅសារព័ត៌មានអន្តរជាតិនោះរួមជាមួយនឹងនាយករដ្ឋមន្ត្រីអនុទានចានវីគុលដែលបាននិយាយបូកបាច់ផ្សេងរឿងរ៉ាវដ៏ច្រើនដែលសិតសឹងតែជាការខកបោកប្រាស់ដើម្បីតែអំណាចលាក់បាំងទោសកំហុសរបស់ខ្លួនដែលធ្វើឲ្យប្រទេសថៃធ្លាក់ទៅក្នុងស្ថាន05125ស្ថានភាពអន្តរាយទាំងគ្រោះធម្មជាតិនិងស្ថានភាពនយោបាយផ្ទៃក្នុងមកទល់ពេលនេះតែប៉ុណ្ណោះប៉ុន្តែធាតុពិតអ្វីដែលសៀមកំពុងតែទទួលនោះគឺបាបកម្មរបស់ពួកគេបាននឹងកំពុងតែឈានដល់ដំណាក់កាលចុះខ្សោយជាបន្តបន្ទាប់ហើយមេតបរបស់សៀមបានស្លាប់បាត់បង់អាយុជីវិតជាច្រើនតូពើជើងរបស់សៀមក៏ងាប់ហាលដូចខ្មោចសត្វខណៈពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់យោធានៅតែបន្តបញ្ជាឲ្យចូលមកកាន់ទឹកដីកម្ពុជាគាត់គុំធ្វើការបង្ហោះឬសនៅសកម្មភាពនៃការចល័តតបរបស់កម្ពុជាឬក៏ការចល័តនៃគ្រឿងសព្វាវុធរបស់កម្ពុជាឲ្យសោះដោយសារតែរឿងទាំងអស់នេះវាអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរទៅដល់សុវត្ថិភាពវីរៈកងទ័ពនិងសុវត្ថិភាពរបស់ប្រជាជាតិទាំងមូលផងដែរសូមអរគុណសូមជម្រាបលាបន្តិចទៀតជួបគ្នាទៅនឹងព្រឹត្តិការណ៍ព័ត៌មានអង្គការយេសកូអំពាវនាវឲ្យការពារពេញបេតិកភណ្ឌពិភពលោកក្រោយថៃបើកការវាយប្រហារលើប្រាសាទព្រះវិហារអង្គការយូស្កូបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធជាថ្មីរវាងកងកម្លាំងកម្ពុជានិងថៃជាពិសេសនៅជុំវិញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូស្កូទន្ទឹមនឹងនេះអង្គការយូអេសក៏បានអំពាវនាវឲ្យការពារជាបន្ទាត់ទាន់នៅបីតបិនវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ក្រោយយោធលមុំសង្គ្រាមថៃបានបើកការវាយប្រហារលើប្រាសាទព្រះវិហារម្ដងហើយម្ដងទៀតទាំងបំពេញច្បាប់អន្តរជាតិនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូដែលចេញផ្សាយកាលពីថ្ងៃទី10 ខែធ្នូឆ្នាំ2025ប្រាសាទព្រះវិហារត្រូវបានយោធាថៃវាយប្រហារឲ្យខូចខាត់ម្ដងរួចមកហើយនៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយនៅក្នុងសង្គ្រាមឈ្លានពានជាថ្មីដែលចាប់ផ្ដើមកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025ប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់ប្លង់ដោយអាវុធធុនធ្ងន់បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរអង្គការយូស្កូបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារសម្បត្តិទេវប្បធម៌និងអនុវត្តវិធានការការពារចាំបាច់ណាមួយឲ្យបានឆាប់នៅពេលមានលក្ខខណ្ឌសម្របជាមួយគ្នានេះអង្គការភាគីទាំងអស់គោលពតកិច្ចនឹងច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាទីក្រុងឡាអេនៅឆ្នាំ1954សម្រាប់ការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធនិងអនុសញ្ញាឆ្នាំ1972ទាក់ទងនឹងការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិរបស់ពិភពលោកទន្ទឹមនឹងនេះអង្គការយូកូបដាញ្ញានឹងបន្តតាមដានស្ថានភាពសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ដើម្បីធានាការការពារសម្បត្តិបេតិកភណ្ឌទាំងនោះហើយនឹងទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកដើម្បីជៀសវាងការខូចខាតដែលអាចកើតមានគូបញ្ជាក់ថាប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទីថៃកម្ពុជាបាទតើកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងយ៉ាងណាគិតត្រឹមថ្ងៃទី10ខែធ្នូនេះ
បាត់មានរយៈពេលថ្ងៃហើយដែលក្រមយោធាថៃនឹងបានបើកការប្រហារមកលើដែនអធិបតេយ្យឲ្យកម្ពុជានឹងបានសម្លាប់ជនស៊ីវិលបាតខ្មែរស្លូតត្រង់ក៏ដូចជាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនបាតនៅក្នុងប្រទេសកម្ពុជាឈ្លានពានរបស់ថៃមកលើកម្ពុជាយ៉ាងសាហាវប្រៃផ្សៃជាលើកទីពោក្នុងជ្រើសព្រំដែននេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែផុសស៊ុលជាងមុននាំគ្នារួបរวมសាមគ្គីជាធ្លុងមួយចលនាធ្វើពីការមិនប្រើប្រាស់ទំនិញថៃជាដាច់ខាតជាមួយគ្នានេះបាទអ្នកជំនាញនឹងនៅតាមដានស្ថានភាពសង្គមយល់ឃើញថាពលរដ្ឋខ្មែរត្រូវតែនាំគ្នាធ្វើវិការមិនប្រើប្រាស់ផលិតផលថៃដើម្បីជាការដាក់សម្ពាធសេដ្ឋកិច្ចថៃដែលបានបាត់វាឈ្លានពានយ៉ាងផ្សាយមកលើកម្ពុជាសម្រាប់អ្នកជំនាញបាទការធ្វើពាក្យការរបស់ពលរដ្ឋក៏ជាការចូលរួមចំណែកមួយបាទជួយដល់បាទកងទ័ពជួរដែលបានលះបង់បាទសាច់ស្រស់ឈាមស្រស់ដើម្បីការពារអធិបតេយ្យឲ្យភាពនិងបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាលោកសង្គ្រាមថៃផងដែរដូច្នេះសំណួរសួរថាតើក្នុងកាលៈទេសៈដ៏លំបាកនេះកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងឬយ៉ាងណានោះក្រុមការងារសារព័ត៌មានប្រមានចលេនីលំអិតលើរឿងងាវនេះដូចទៅបាទលោកបណ្ឌិតយ៉ងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថាការធ្វើភេការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរដែលជាសមរភូមិក្រោយជាការរួមចំណែកមួយដ៏សំខាន់ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចថៃក៏ដូចជាដើម្បីលើយតបនឹងយោធាថៃដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅសម្រាប់ពលរដ្ឋខ្មែរស្លូត្រង់កំទេចហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាពិសេសផ្ទះរបស់ពលរដ្ឋខ្មែរនិងប្រាសាទបុរាណខ្មែរបើតាមអ្នកជំនឿរំនេះក្នុងកាលទេសៈនេះពលរដ្ឋគួរមានស្មារតីភេការមិនប្រើផលិតផល0158ផលថៃទាំងស្រុងតែម្ដងជាពិសេសអាជីវករដែលនៅបន្តរកស៊ីជាមួយជនជាតិថៃគួរតែកាត់បន្ថយឬបញ្ឈប់ការរកស៊ីជាមួយថៃបន្តទៀតព្រោះថៃអាចទាញចំណូលសេដ្ឋកិច្ចពីកម្ពុជាហើយទិញសភាវុធមកវាយប្រហារលើកម្ពុជាវិញជាមួយគ្នានេះលោកបណ្ឌិតសំណុំពរដល់រដ្ឋាភិបាលគួរបង្កើនការត្រួតពិនិត្យទំនិញនៅតាមច្រកព្រំដែនបន្ថែមទៀតដើម្បីបង្កការក្លែងបន្លំផលិតផលនិងប្រភពផលិតផលពីព្រោះយើងទិញទំនិញថៃហាកដូចជាបង្កើនសេដ្ឋកិច្ចថៃបន្តសរសៃឈាមឲ្យថៃរស់រានទៅលើសេដ្ឋកិច្ចថៃដែលគេមានលទ្ធភាពទិញស៊ុបវាវុធសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកម្ពុជាទាំងស្រុងតែម្ដងឯងចឹងហើយនេះគឺជាចំណែកមួយដែលយើងអាចធ្វើបានហើយអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែនក៏អាជ្ញាធរផ្សេងទៀតត្រូវតែពិនិត្យច្បាស់លាស់និងមានវិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈទៅលើទំនិញនាំចូលទាំងអស់បាទមិនគួរឲ្យមានទំនិញប្រឡំផលិតផល0258ផលបន្លំសំបីតែអាស្រ័យលេខកូដនោះទេជាមួយគ្នានេះលោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយល់ឃើញថាការធ្វើពិហិការមិនប្រើទំនិញថៃរបស់ពលរដ្ឋត្រូវតែបន្តជាដរាមទាំងនៅក្នុងគលានេះនិងនៅពេលខាងមុខទោះបីជាទំនិញថៃនៅតែបន្តហួរចូលមកប្រទេសកម្ពុជាយ៉ាងណាក្តីសម្រាប់អ្នកជំនាញរូបនេះការបិទមិនឲ្យនាំចូលទំនិញទាំងស្រុងពីថៃរដ្ឋាភិបាលទំនាក់ទំនងជាមានភាពលំបាកព្រោះវាផ្ទុយពីច្បាប់ពាណិជ្ជកម្មអន្តរជាតិក៏ដូចជាការធ្វើពាណិជ្ជកម្មសហគមន៍អាស៊ានតែទោះជាយ៉ាងណារដ្ឋាភិបាលអាចមានច្រកបាតដូចជាការរឹតបន្តឹងទាំងការនាំចូលតាមរយៈការពិនិត្យទៅលើច្បាប់ពន្ធទៅលើពាក់ព័ន្ធទៅនឹងគុណភាពអនាម័យភោគអនាម័យហើយនឹងការពិនិត្យទៅលើគេហៅសារធាតុជីផ្សេងបាទនេះក៏ជាយន្តការមួយវិធានការមួយដែលយើងអាចធ្វើការរឹតបន្តឹងការនាំចូលនៅទំនិញទាំងនេះដូច្នេះទេក្រៅពីវិធានការផ្លូវច្បាប់ហើយនឹងការបិទទំនិញការនាំចូលជាផ្លូវការទាំងអស់របស់0357របស់ថៃនោះគឺយើងត្រឡប់មកប្រើប្រាស់នៅគេហៅថាការធ្វើពីការបាតបានស្រស់គ្នាឲ្យបានមាំហើយគ្រប់កលៈសាសទាំងបច្ចុប្បន្នទាំងអនាគតដោយឡែកលោកសេសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវសង្កេតឃើញថាពលរដ្ឋគ្រប់សុទ្ធតែមានសិទ្ធិរៀងខ្លួនក្នុងការធ្វើពិហិការមិនប្រើប្រាស់ទំនិញរបស់ថៃពិសេសលោកជំរុញឲ្យពលរដ្ឋគួរនាំគ្នាធ្វើពិហិការផលិតផលថៃដើម្បីជាការដាក់ទណ្ឌកម្មទៅភាគីថៃដែលបានវាយប្រហារយ៉ាងសាហាវមកលើកម្ពុជាតែយ៉ាងណាអាជីវករខ្មែរដែលធ្លាប់សហការនាំយកទំនិញថៃមកលក់នៅក្នុងស្រុកគួរតែផ្អាកព្រោះពួកគេបានតបនងកម្ពុជាដោយការឈ្លានពានទៅវិញអ្នកជំនាញរំនេះសង្កត់ធ្ងន់ថាការធ្វើពិហិការមិនប្រើប្រាស់ផលិតផលថៃមិនមែនជាការធ្វើបាបលើពលរដ្ឋខ្មែរណាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនថៃនោះទេគ្រាន់តែចង់បង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះយោធាថៃដែលបានវាយប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សៃប៉ុណ្ណោះ0455តាមព្រំដែនគោកនៃពេលបច្ចុប្បន្នខ្ញុំជឿថាគ្មានទំនិញថៃណាមួយចូលទេគឺនៅសល់តែផ្លូវអាកាសហើយនិងផ្លូវទឹកដែលអាចនាំចូលមកកម្ពុជាក៏អាចប្រើប្រាស់ផ្លូវគោកនៅក្នុងប្រទេសមួយដទៃផ្សេងទៀតដូចជាប្រទេសឡាវឬក៏ប្រទេសវៀតណាមដែលអាចចូលមកទឹកដីកម្ពុជាបានដូច្នេះរាល់ទំនិញរបស់ដែលពាក់ព័ន្ធជាមួយនឹងថៃមិនថាឆ្លងពីណាមកទេគួរតែពិចារណាហើយនឹងបិទការនាំចូលរហូតទៅដល់មានការគោរពនៃកិច្ចព្រមព្រៀងក៏ដូចជាញាកំចែងហើយកម្ពុជានិងថៃគឺត្រូវតែដោះស្រាយងារដោយផ្លូវច្បាប់អន្តរជាតិមិនមែនជាការប្រើប្រាស់អាវុធឬក៏កម្មលាំងប្រដាប់អាវុធទាំងកម្រដូចពេលបច្ចុប្បន្ននេះទេបាទគូបញ្ជាក់ថាចាប់តាំងពីថ្ងៃទី7ខែធ្នូរហូតដល់ពេលនេះ
យោធាថៃនៅតែបន្តការប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទរួមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកនិងការបាញ់ផ្សែងពុលផងដែរការរំបំពានទាំងកម្រោរបស់យោធាថៃនេះបានបណ្ដាលឲ្យពលរដ្ឋស៊ីវិលជាច្រើនអ្នកបានស្លាប់និងរបួសក៏ដូចជាបានធ្វើឲ្យពលរដ្ឋស្លូតត្រង់រហូតដល់ជាង37,000 គ្រួសារស្មើនឹងជាង7,000 អ្នកស្ត្រីជាង58,000 អ្នកនិងកុមារចំនួន21,974 អ្នកនៅក្នុងខេត្តចំនួន6រួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់និងខេត្តសៀមរាបបានភៀសមកកាន់កន្លែងមានសុវត្ថិភាពគិតត្រឹមថ្ងៃអូថៃកម្ពុជាបាតាកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងយ៉ាងណាគិតត្រឹមថ្ងៃទី10ខែធ្នូនេះបាទមានរយៈពេលថ្ងៃហើយដែលក្រមយោធាថៃនឹងបានបើកការប្រហារមកលើដែនអធិបតេយ្យឲ្យកម្ពុជានឹងបានសម្លាប់ជនស៊ីវិលបាទខ្មែរស្លូតត្រង់ក៏ដូចជាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនបាទនៅក្នុងប្រទេសកម្ពុជាឈ្លានពានរបស់ថៃមកលើកម្ពុជាយ៉ាងសាហាវប្រៃផ្សៃជាលើកទីពោក្នុងជ្រើសព្រំដែននេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែផុសស៊ុលជាងមុននាំគ្នារួបរวมសាមគ្គីជាធ្លុងមួយចលនាធ្វើពីការមិនប្រើប្រាស់ទំនិញថៃជាដាច់ខាតជាមួយគ្នានេះបាទអ្នកជំនាញនឹងនៅតាមដានស្ថានភាពសង្គមយល់ឃើញថាពលរដ្ឋខ្មែរត្រូវតែនាំគ្នាធ្វើពីការមិនប្រើប្រាស់ផលិតផលថៃដើម្បីជាការដាក់សម្ពាធសេដ្ឋកិច្ចថៃដែលបានបាទវាឈ្លានពានយ៉ាងផ្សាយមកលើកម្ពុជាសម្រាប់អ្នកជំនាញបាទការធ្វើពី0059ការរបស់ពលរដ្ឋក៏ជាការចូលរួមចំណែកមួយបាទជួយដល់បាទកងទ័ពជួរដែលបានលះបង់បាទសាច់ស្រស់ឈាមស្រស់ដើម្បីការពារអធិបតេយ្យឲ្យភាពនិងបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាលោកសង្គ្រាមថៃផងដែរដូច្នេះសំណួរសួរថាតើក្នុងកាលៈទេសៈដ៏លំបាកនេះកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងឬយ៉ាងណានោះក្រុមការងារសារព័ត៌មានប្រមានចលេនីលំអិតលើរឿងងៅនេះដូចទៅបាទលោកបណ្ឌិតយ៉ងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថាការធ្វើភេការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរដែលជាសមរភូមិក្រោយជាការរួមចំណែកមួយដ៏សំខាន់ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចថៃក៏ដូចជាដើម្បីលើយតបនឹងយោធាថៃដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅសម្រាប់ពលរដ្ឋខ្មែរស្លូតត្រង់កំទេចហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាពិសេសផ្ទះរបស់ពលរដ្ឋខ្មែរនិងប្រាសាទបុរាណខ្មែរបើតាមអ្នកជំនឿរំនេះក្នុងកាលទេសៈនេះពលរដ្ឋគួរមានស្មារតីភេការមិនប្រើផលិតផល0158ផលថៃទាំងស្រុងតែម្ដងជាពិសេសអាជីវករដែលនៅបន្តរកស៊ីជាមួយជនជាតិថៃគួរតែកាត់បន្ថយឬបញ្ឈប់ការរកស៊ីជាមួយថៃបន្តទៀតព្រោះថៃអាចទាញចំណូលសេដ្ឋកិច្ចពីកម្ពុជាហើយទិញសភាវុធមកវាយប្រហារលើកម្ពុជាវិញជាមួយគ្នានេះលោកបណ្ឌិតសំណុំពរដល់រដ្ឋាភិបាលគួរបង្កើនការត្រួតពិនិត្យទំនិញនៅតាមច្រកព្រំដែនបន្ថែមទៀតដើម្បីបង្កការក្លែងបន្លំផលិតផលនិងប្រភពផលិតផលពីព្រោះយើងទិញទំនិញថៃហាកដូចជាបង្កើនសេដ្ឋកិច្ចថៃបន្តសរសៃឈាមមកថៃរស់រានទៅលើសេដ្ឋកិច្ចថៃដែលគេមានលទ្ធភាពទិញសុខវាវុធសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកម្ពុជាទាំងស្រុងតែម្ដងឯងចឹងហើយនេះគឺជាចំណែកមួយដែលយើងអាចធ្វើបានហើយអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែនគឺយឺអាជ្ញាធរផ្សេងទៀតត្រូវតែពិនិត្យច្បាស់លាស់និងមានវិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈទៅលើទំនិញនាំចូលទាំងអស់បាទមិនគួរឲ្យមានទំនិញប្រឡំផលិតផល0258ផលបន្លំសំបីតែអាស្រ័យលេខកូដនោះទេជាមួយគ្នានេះលោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយល់ឃើញថាការធ្វើពីហេការមិនប្រើទំនិញថៃរបស់ពលរដ្ឋត្រូវតែបន្តជាដរាមទាំងនៅក្នុងគ្លានេះនិងនៅពេលខាងមុខទោះបីជាទំនិញថៃនៅតែបន្តហួរចូលមកប្រទេសកម្ពុជាយ៉ាងណាក្តីសម្រាប់អ្នកជំនាញរូបនេះការបិទមិនឲ្យនាំចូលទំនិញទាំងស្រុងពីថៃរដ្ឋាភិបាលទំនាក់ទំនងជាមានភាពលំបាកព្រោះវាផ្ទុយពីច្បាប់ពាណិជ្ជកម្មអន្តរជាតិក៏ដូចជាការធ្វើពាណិជ្ជកម្មសហគមន៍អាស៊ានតែទោះជាយ៉ាងណារដ្ឋាភិបាលអាចមានច្រកបាតដូចជាការរឹតបន្តឹងទាំងការនាំចូលតាមរយៈការពិនិត្យទៅលើច្បាប់ពន្ធទៅលើពាក់ព័ន្ធទៅនឹងគុណភាពអនាម័យភោគអនាម័យហើយនឹងការពិនិត្យទៅលើគេហៅសារធាតុជីផ្សេងបាទនេះក៏ជាយន្តការមួយវិធានការមួយដែលយើងអាចធ្វើការរឹតបន្តឹងការនាំចូលនៅទំនិញទាំងនេះដូច្នេះទេក្រៅពីវិធានការផ្លូវច្បាប់ហើយនឹងការបិទទំនិញការនាំចូលជាផ្លូវការទាំងអស់របស់0357របស់ថៃនោះគឺយើងត្រឡប់មកប្រើប្រាស់នៅគេហៅថាការធ្វើពីការបាទបានស្រស់គ្នាឲ្យបានមាំហើយគ្រប់កលៈសាសទាំងបច្ចុប្បន្នទាំងអនាគតដោយឡែកលោកសេសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវសង្កេតឃើញថាពលរដ្ឋគ្រប់សុទ្ធតែមានសិទ្ធិរៀងខ្លួនក្នុងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃពិសេសលោកជំរុញឲ្យពលរដ្ឋគួរនាំគ្នាធ្វើពីហេការផលិតផលថៃដើម្បីជាការដាក់ទណ្ឌកម្មទៅភាគីថៃដែលបានវាយប្រហារយ៉ាងសាហាវមកលើកម្ពុជាតែយ៉ាងណាអាជីវករខ្មែរដែលធ្លាប់សហការនាំយកទំនិញថៃមកលក់នៅក្នុងស្រុកគួរតែផ្អាកព្រោះពួកគេបានតបក្នុងកម្ពុជាដោយការឈ្លានពានទៅវិញអ្នកជំនាញរំនេះសង្កត់ធ្ងន់ថាការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃមិនមែនជាការធ្វើបាបលើពលរដ្ឋខ្មែរណាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនថៃនោះទេគ្រាន់តែចង់បង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះយោធាថៃដែលបានវាយប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សាយប៉ុណ្ណោះ0455តាមព្រំដែនគោកនៃពេលបច្ចុប្បន្នខ្ញុំជឿថាគ្មានទំនិញថៃណាមួយចូលទេគឺនៅសល់តែផ្លូវអាកាសហើយនិងផ្លូវទឹកដែលអាចនាំចូលមកកម្ពុជាក៏អាចប្រើប្រាស់ផ្លូវគោកនៅក្នុងប្រទេសមួយដទៃផ្សេងទៀតដូចជាប្រទេសឡាវឬក៏ប្រទេសវៀតណាមដែលអាចចូលមកទឹកដីកម្ពុជាបានដូច្នេះ
រទំនិញរបស់ដែលពាក់ព័ន្ធជាមួយនឹងថៃមិនថាឆ្លងពីណាមកទេគួរតែពិចារណាហើយនឹងបិទការនាំចូលរហូតទៅដល់មានការគោរពនៃកិច្ចព្រមព្រៀងក៏ដូចជាញាកុំ